ឈ្មោះហៀងហីធ្វើភេទទី3នឹងតាំងពីអាយុ18ឥឡូវ52ឆ្នាំហើយធ្វើបាន34ឆ្នាំហើយរាល់ថ្ងៃនៅតែឯងបងប្អូនទាំងអស់9នាក់តែក៏សម័យប៉ុលពតហ្នឹងគេវាយចោលអស់3នាក់ទៅនៅសល់6ខ្ញុំក្រៅពីចុងភៅខ្ញុំគ្មានមុខរបរអីរកទេខ្ញុំចាំទាគាត់បានកម្រៃទៅថ្ងៃមុខឈឺស្កាត់ឈឺអីទៅគ្មានណាគេមើលទេនៅខ្លួនតែមួយហើយគ្មានការសក់កូនចាំទាចាំអីចឹងទៅខ្ញុំចង់កាលគេហៅទៅធ្វើចុងភៅតាមផ្ទះតាមអីគេអញ្ចឹងទៅហើយហូបបាយហូបអីគេនំទៅគេជួលទៅជិះបុណ្យខួប100ថ្ងៃបុណ្យឆ្លងចែកដីបុណ្យតខិនក៏មួយកកាអីចឹងទៅខ្លួនមួយគេជាតាណិតចិត្តខាងអោបកាយលើមេឃកាយនេះចំឡាយគួរឲ្យស្នេហាកាយនេះគឺកាយរបស់ទេវតាអើខ្ញុំស្នេហាក្នុងពេលរាត្រីខ្ញុំស្នេហាក្នុងពេលរាត្រីអោបកាចំណាប់ឡាឡាចំណែកភេទទី3តាមជនបទមានសេរីភាពខ្លះក៏ឬអត់ខ្លះនៅទីក្រុងគេអត់សូវរើសអើងប៉ុន្តែគេអំបិននៅច្រើននៅទីក្រុងច្រើនជាងអ្នកសេនេះជាផ្ទះរបស់ខ្ញុំតូចតែលិចផងភ្លៀងម៉ាសាចផងរងលុយជួសជុលអត់បានទៅត្រឹមតែមកហូបខ្ញុំស្រឡាញ់ជាងគេគឺម៉ាក់តាយេស្រឡាញ់ម្សៅស្រឡាញ់ក្រែមព្រោះយើងផាត់មុខរាល់ថ្ងៃខ្ញុំក្មេងខ្ញុំស្រឡាញ់ប្រេងម្សៅទឹកអប់អញ្ចឹងទៅវារួមបងប្អូនខ្ញុំអត់មានរើសអើងខ្ញុំហើយឈប់ធ្វើស្រីឈប់ធ្វើប្រុសអីចឹងអត់មានម៉ែសំបីម៉ែខ្ញុំក៏ចឹងដែរអត់មានថាកូនឯងធ្វើប្រុសធ្វើអីវិញទៅចេះចុះអត់ទេមានតែខ្ញុំធ្វើខ្លួនចឹងលួចមើលលួចអីខ្ញុំសើចចឹងទៅខ្ញុំនៅខាងជនបទនេះដូចជួបប្រទះនឹងដើរលេងរំបាសរំវងចឹងទៅតាមបនទៀនការគេចឹងទៅគឺកាត់ជួបពួកបងធំបងអីចឹងវាស្រឡឹកយកលុយយកអីចឹងទៅក៏វាមានលុយឲ្យវាក៏វាជាការវាដេញវាយដេញអីចឹងទៅធ្វើបានស្រីនឹងដបងខ្ញុំពិបាកពាក់កៅអៅហើយក៏ពិបាកដើរអៀនខ្លួនអៀនខ្មាស់គេអត់សូវហ៊ានចេញទៅណាទៅណីផងអៀនខ្លួនឯងហ្មងភាគច្រើនចង្ការគេមិនដើរលេងមួយពួកម៉ាក់អីចឹងទៅចង្ការខ្លះគេហៅអាខ្ទើយខ្លះហៅមកប្រុសធ្វើស្រីចឹងទៅតែសម័យអពតខ្ញុំអាយុ4 5 10ហ្នឹងតែក៏ខ្ញុំចង់ធ្វើដែរតែវាដូចថាខ្លាចញើតពលពតចឹងទៅក៏ចេះលាក់គេលាក់ឯងទៅធ្វើខ្លួនក្នុងព្រៃសឹកសើយក្នុងព្រៃចឹងទៅដល់ធំអាយុ6 7 10ហ្នឹងពលពតគេឲ្យនៅចំភៅដាំបាយដល់1978ក៏វាដកខ្ញុំពីដាំបាយវិញទៅឲ្យនៅកន្លែងជួយថាដាំទឹកអនាម័យដេកអាឲ្យពួកកុមារដាច់ខាតដាច់អីហ៎តែពលពតខ្លាចវាដឹងខ្លាចវាវាយចោលដល់ធ្វើបាបអញ្ចឹងណាពួកអីមិនដឹងខ្លះថា
គេមកឲ្យធ្វើខ្លួនសំបីតសក់ក៏គេមកឲ្យទុកវែងដែរម៉ៃពពតមកកាត់សក់ខ្លីៗអត់សំបីនារីកំមុំស្ត្រីហ្នឹងកាត់តំកអស់ហើយអត់មានណាទុកវែងមកនេះដូចតែខ្ញុំខ្លាចជាខ្លាចជាញើតទៅខ្ញុំជាលាក់លៀមទៅកាលនៅសម័យខ្មែរក្រហមមានបរិសុទ្ធស្រឡាញ់បរិសុទ្ធដូចគ្នាចឹងដែរតែលក្ខការច្បាស់មែនតែនអត់ឲ្យវាដឹងទេតែវាដឹងវាវាយចោលហើយសម័យប៉ុលពតក៏មានប្រវត្តិបរិសុទ្ធស្រឡាញ់បរិសុទ្ធនឹងស្រឡាញ់ខ្ញុំនឹងដែរតែខ្ញុំលាក់លៀមកុំឲ្យអត់ហ៊ានឲ្យប៉ុលពតដឹងហើយជា4-10ឆ្នាំ20ឆ្នាំទំនប់ទៀតហ្នឹងគឺទៅចរិតខ្ញុំកែមកកើតពួកឯងខ្ញុំចាស់ចំណាស់ហ្នឹងឯកើតហើយក៏ដូចមានលុយខ្ញុំមានលុយក៏មានមុខរបរបើកចង់ផៅបើកជាអីតទៅទៀត